នៅទីបំផុតលោកគ្រូសេនមន្ថេនបានសន្យាជាមួយនឹងអ្នកអុកញ៉ាសំអាងវឌ្ឍនៈតាក់ទងជាមួយនឹងការរៀបចំឲ្យកីឡាករប៉ែនកយ៉ាស៊ីនប៉ះជាមួយនឹងកីឡាករពេជ្រអាទិទេពសូមស្វាគមន៍ប្រិមិត្តមកកាន់ Channel VS គុណខ្មែរបាទថ្ងៃនេះដែរ Channel យើងខ្ញុំសូមនាំប្រិមិត្តមកតាមដានស្ដាប់នៅសាច់រឿងថ្មីបាទតាក់ទងជាមួយនឹងវិស័យកីឡាផ្ដាល់គុណខ្មែរហើយសម្រាប់អត្ថបទនៅពេលនេះខ្ញុំបាទសូមធ្វើការជម្រាបជូនប្រិមិត្តនៅសាច់រឿងពាក់ព័ន្ធជាមួយនឹងការលើកឡើងរបស់លោកគ្រូសេនមន្ថេនដែលជាគ្រូបង្វឹកផ្ទាល់របស់កីឡាករប៉ែនកយ៉ាស៊ីនបងប្អូនបាទប៉ែនកយ៉ាស៊ីនហើយនឹងកីឡាករពេជ្រអាទិទេពកំពុងតែមានការផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែនពីមហាជនអ្នកគាំទ្រគុណខ្មែរបន្ទាប់ពីកីឡាករប៉ែនកយ៉ាស៊ីនក៏មានបំណងឡើងទៅវាយគីឡូ57ខណៈដែលកីឡាករពេជ្រអាទិទេពក៏កំពុងតែឈរជើងក្នុងប្រភេទគីឡូ57គីឡូក្រាមបាទងាកមកចាប់អារម្មណ៍ការលើកឡើងរបស់បាទលោកគ្រូសេនមន្ថេនបាទគួរឲ្យចាប់អារម្មណ៍មែនទែនបាទការលើកឡើងរបស់លោកគ្រូសេនមន្ថេនដែលជាគ្រូបង្វឹកផ្ទាល់របស់កីឡាករប៉ែនកយ៉ាស៊ីនគាត់បានលើកឡើងថាកីឡាករប៉ែនកយ៉ាស៊ីនបាទមិនដែលឈ្នះកីឡាករហឹមកំរៀងទេប៉ុន្តែមកឈ្នះពេជ្រអាទិទេពគាត់ថាទាំងលេងសើចខ្លះទាំងមេនខ្លះហើយគាត់ឲ្យលោកគ្រូពេជ្រសុផាន់ត្រៀមបាទប៉ុន្តែយ៉ាងណាមិញមិនទាន់មានការរៀបចំណាមួយច្បាស់លាស់នៅឡើយទេរវាងកីឡាករប៉ែនកយ៉ាស៊ីនជាមួយនឹងកីឡាករពេជ្រអាទិទេពប៉ុន្តែបាទសម្រាប់ការសន្យារបស់លោកគ្រូសេនមន្ថេនលោកបានថាសន្យាជាមួយនឹងអុកញ៉ាសំអាងវឌ្ឍនៈរួចហើយបាទតាក់ទងជាមួយនឹងការរៀបចំអ្នកទាំងពីរនេះឲ្យជួបគ្នាខណៈដែលអុកញ៉ាសំអាងវឌ្ឍនៈទើបតែឧបត្ថម្ភបាទទឹកប្រាក់ចំនួន400លានរៀលបាទ400លានរៀលឬស្មើនឹង$10,000សហរដ្ឋអាមេរិកឧបត្ថម្ភជូនលោកគ្រូសេនមន្ថេនបាទដើម្បីយកថវិកាប្រើប្រាស់នៅក្នុងការបង្កើតក្លឹបក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃបងប្អូនបាទឃើញហើយបាទ400លានរៀលបងប្អូនបាទ400លានរៀលបាទទឹកប្រាក់នេះគឺអាចនិយាយបានថាជាទឹកប្រាក់ដ៏ច្រើនមួយសម្រាប់លោកគ្រូសេនមន្ថេននេះគឺជាការលើកឡើងរបស់លោកគ្រូសេនមន្ថេនថាតាំងពីតូចរហូតមកដល់ពេលនេះមិនទាន់មានអ្នកណាឧបត្ថម្ភគាត់រហូតដល់$10,000ស្មើនឹង400លានរៀលនេះទេបងប្អូនបាទនេះគឺជាទឹកប្រាក់ដ៏ច្រើនមែនតើឡើងកោតខ្លាំងមែនតើហើយបាទឡើងកោតខ្លាំងមែនតើហើយអញ្ចឹងលោកគ្រូសេនមន្ថេនប្រហែលជាឆាប់ខាងមុខនេះនឹងអាចថាសេរីសរងរទីតាំងណាមួយដើម្បីបង្កើតក្លឹបផ្ទាល់ខ្លួនហើយបាទបង្កើតក្លឹបផ្ទាល់ខ្លួនហើយព្រោះបច្ចុប្បន្ននេះឮសូរថាទីតាំងក្លឹបគឺជាទីតាំងដែលជួលគេបងប្អូនបាទជាទីតាំងដែលជួលគេចឹងប្រហែលជាអាចនឹងឆាប់ខាងមុខនេះហើយព្រោះមានលុយក្នុងដៃហើយបងប្អូនបាទលោកគ្រូផាន់អីបាទកាលពីមុនក៏លោកអុកញ៉ាសំអាងវឌ្ឍនៈឧបត្ថម្ភច្រើនអញ្ចឹងដែរបាទឥឡូវចូលមកដល់គ្រូថេនហើយจะមើលអ្នកបន្តបន្ទាប់ទៀតជាអ្នកណាបងប្អូនបាទហើយការសន្យារបស់លោកគ្រូសេនមន្ថេនអញ្ចឹងការប្រកួតរវាងកីឡាករប៉ែនកយ៉ាស៊ីននិងកីឡាករពេជ្រអាទិទេពដឹងតែជួបគ្នាហើយបងប្អូនគាត់ដឹងថ្ងៃណាបាទដឹងតែជួបគ្នាដឹងថ្ងៃណាបាទហើយបងប្អូនយល់យ៉ាងណាដែរប្រសិនបើប៉ែនកយ៉ាស៊ីនប៉ះជាមួយនឹងកីឡាករពេជ្រអាទិទេពបាទម្នាក់បាទល្អបុកម្នាក់និយាយទៅក៏ល្អដូចគ្នាបាទទាំងយ៉ាស៊ីនក៏ល្អទាំងកីឡាករពេជ្រអាទិទេពក៏ល្អបងប្អូនក៏អាចចូលរួមជាមតិយោបល់ម្នាក់មួយបាទតាក់ទងជាមួយនឹងគូនេះវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា